បើគ្មានបារាំងទេខ្មែរប្រហែលជាអស់ដីហើយការវិភាគដ៏រន្ធត់ពីលោកបណ្ឌិត Royal McKenna អត្ថបទនេះគឺខ្ញុំដកស្រង់មកចេញពី The Khmer Today បានផុសនៅក្នុង Facebook រួចហើយប៉ុន្តែខ្ញុំពេញចិត្តនឹងឆ្លាញ់អត្ថបទនឹងខ្លាំងមែនទែនអញ្ចឹងបើសិនជាអ្នកអត់ដឹងទេអាចស្ដាប់អត្ថបទនេះបានព្រោះពិតជាល្អមែនទែនការវិនិច្ឆ័យវិភាគរបស់គាត់អូបច្ចុប្បន្នទេបច្ចុប្បន្នគាត់មិនមែននៅប្រទេសកម្ពុជាទេបច្ចុប្បន្នគឺគាត់នៅប្រទេសគាត់ទេអញ្ចឹងមិនមែនថាតតែអ្នកនៅប្រទេសកម្ពុជាទៅពេញនិយាយថាកម្ពុជាទៅជាអ្នកដែលត្រូវបានគេឈ្លានពានទេគាត់បាននិយាយថានៅពីក្រោយរូបភាពដ៏ស្រស់ស្អាតដែលគេដាក់ថាស្នាមថាដែនដីនៃស្នាមញញឹមគឺពោពេញទៅដោយប្រវត្តិសាស្ត្រនៃការឈ្លានពាននិងភាពពុតក្បត់នេះជាការលាតត្រដាងដល់ចាក់ដោតពីសំណាក់លោកបណ្ឌិត Ryan McKenna អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនិងប្រវត្តិសាស្ត្រជនជាតិ Belgium កាត់បារាំងដ៏ល្បីល្បាញដែលបានហែកយ៉ាងលូនខ្មៅបង្ហាញពិភពលោកអំពីទង្វើដែលថៃបានធ្វើមកលើកម្ពុជាគាត់បានបកអាក្រាការពិត4ចំណុចសំខាន់ទី1លោកបានបញ្ជាក់ថាប្រវត្តិសាស្ត្ររវាងខ្មែរនិងសៀមមិនមែនជារឿងធម្មតាទេតែជាប្រវត្តិសាស្ត្រនៃមជ្ឈដ្ឋានដណ្ដើមទឹកដីតាំងពីសតវត្សទី12មកម្លេះថៃមិនដែលបោះបង់បំណងលេបយកទឹកដីខ្មែរឡើយលោកបានសង្កត់ធ្ងន់ថាបើគ្មានបារាំងម្ដកអាណាព្យាបាលលើទឹកដីកម្ពុជាទេម្លេះត្រូវសៀមលេបបាត់អស់ហើយលេបត្របាក់អស់ហើយ2ទោះបីសន្ធិសញ្ញាឆ្នាំ1904និងឆ្នាំ1907និងសាលក្រមតុលាការអន្តរជាតិ ICJ ឆ្នាំ1962ក៏ដោយក៏ថៃមិនដែលស្មោះត្រង់នឹងកម្ពុជាដែរលោកបានរំលឹកថានៅឆ្នាំ1962តលតែប្រធានាធិបតីអាមេរិកJF Kennedy ដាក់សម្ពាធទៅអាចទប់ស្កាត់កងទ័ពថៃមិនឲ្យចូលឈ្លានពានកម្ពុជាបាន3លោកបណ្ឌិតបានលាតត្រដាងត្រង់ចំណុចឈឺចាប់ដែលថៃបានធ្វើថៃបានចាប់ផ្ដើមដាក់មីនប្រឆាំងនឹងមនុស្សតាមព្រំដែនឆ្នាំ1964ចន្លោះឆ្នាំ53ឆ្នាំ1953ដល់ឆ្នាំ1970ថៃមិនត្រឹមតែមិនទទួលស្គាល់ទឹកដីកម្ពុជាប៉ុណ្ណោះទេថែមទាំងបានជួយក្រុមខ្មែរសេរីដើម្បីប៉ុនប៉ងផ្ដួលរំលំសម្ដេចសីហនុទៀតផងថៃផ្ដល់ការគ្រប់គ្រងយោធាដល់ក្រុមខ្មែរសេរីជាប្រទេសដំបូងដែលបានទទួលស្គាល់របបប៉ុលពតនៅឆ្នាំ1979ថៃបានបណ្ដេញជនភៀសខ្លួនខ្មែររាប់ម៉ឺននាក់ឲ្យត្រឡប់ចូលតំបន់វីលមីនវិញអានឹងគឺព្រំខ្មោចយើងអ្នកទាំងអស់គ្នាធ្វើឲ្យពលរដ្ឋស្លូតត្រង់ខ្មែរត្រូវបានស្លាប់យ៉ាងអនាគធមសូម្បីតែក្នុងរបបសម័យអ៊ុនតាក់ថៃនៅតែបន្តរកស៊ីឈើនិងត្បូងជាមួយខ្មែរក្រហមដោយមិនខ្វល់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើយចំណុចទី4ចុងក្រោយលោកបណ្ឌិតបានរិះគន់ចាំមកលើមហាអំណាចនានាទោះបីដឹងថាថៃជាអ្នកឈ្លានពាននិងប្រើគ្រាប់បែកចង្កោមមកលើកម្ពុជាក៏ពួកគេនៅតែរក្សាជំហរដាក់កំហុសស្មើគ្នាព្រោះតែផលប្រយោជន៍សេដ្ឋកិច្ចនិងនយោបាយជាមួយថៃសំខាន់ជាងយុត្តិធម៌សម្រាប់កម្ពុជាលោកបណ្ឌិតបានបញ្ចប់ដោយសារដាស់តឿនថាពាក្យសម្ដីផ្អែមល្ហែមនៃការទូតអន្តរជាតិគ្រាន់តែជាល្បិចលាងដៃនិងកិច្ចវេះពីការការពារអ្នកខ្សោយនៅចំពោះមុខអ្នកខ្លាំងតែប៉ុណ្ណោះការវិភាគគាត់100%គ្មានប្រទេសណាមកខ្វល់ពីប្រទេសយើងទេលុះត្រាតែប្រទេសយើងខ្លាំងដោយខ្លួនឯង